មានឈុតមួយគឺគាត់ពេលម្ដាយមានផ្ទៃពោះនៅស្រុកស្រែហ្នឹងម្ដាយចុះទៅបេះឈូកនៅក្រោយផ្ទះនៅបឹងក្រោយផ្ទះហ្នឹងពេលហ្នឹងហើយគាត់កើតកូននៅក្នុងទឹកហ្នឹងឯងក្នុងបឹងឈូកហ្នឹងទៅគេឲ្យឈ្មោះគាត់ថាយីឈូកយ៉ាងទៅនឹងជីវិតគាត់ចំណុចមួយដែលកំសត់តាំងពីកើតមករហូតមករស់នៅទីនេះគឺរស់នៅតែម្នាក់ឯងប៉ុន្តែបានញាតិមិត្តសាច់ញាតិមិត្តដែលស្គាល់គាត់ដូចជាយាយតាប្រសង់និងអ្នក take care មើលថែគាត់ទាំងអស់ហ្នឹងគឺយកចិត្តទុកដាក់ចំពោះគាត់ទុកដូចជាម្ដាយហើយចុងក្រោយប្រហែលឆ្នាំចុងក្រោយនេះគាត់ក៏បានមកស្នាក់នៅក្នុងវត្តរតនរង្សីរីវាគាត់មានប្រសង់ច្រើនដែលស្គាល់គាត់គឺប្រសង់នៅអាមេរិកប្រសង់នៅស្រុកខ្មែរគ្រាន់តែអាត្មាផុសថាគាត់បានទទួលអនិច្ចកម្មមានប្រសង់ចូលបុណ្យពីស្រុកខ្មែរមកបានជាង$3,000ហ្នឹងហើយប្រសង់នៅអាមេរិកផងតែភាគច្រើនមកពីស្រុកខ្មែរព្រោះស្រណោះគាត់ពេលដែលប្រសង់ចូលមកផ្ទះទ្វារយកពោះទ្វារទៅគាត់តែងដាក់កៅអីអង្គុយអែបនឹងឯងចាំបើកទ្វារឲ្យប្រសង់